តោះបងប្អូនរដូវកាលក្នុងផ្សារបានម្ដងទៀតហើយតោះលឿនដាក់មកទ្រីបជុំគ្នានិយាយរួមសម្រាប់ទេសភាពក្នុងផ្សារឲ្យតែឃើញគឺចង់ទៅតែម្ដងឲ្យតែរដូវភ្លៀងអីហ្នឹងគឺទៅហើយចង់ទៅទៀតតែម្ដងព្រោះទេសភាពស្អាតខៀវស្រងាត់មានអាប់មានអីយើងទៅខែភ្លៀងអីចឹងណាសួស្តីបងប្អូននេះជាសកម្មភាពពួកយើងបានជិះគោយន្តពីសហគមន៍ទៅជើងភ្នំក្នុងផ្សារអញ្ចឹងតែអត់បានថតនៅសហគមន៍ទេដោយសារយើងវីដេអូយូរពេកយើងរកវីដេអូអត់ឃើញយើងមានតែដាក់ពីពាក់កណ្ដាលផ្លូវទៅហ្មងហើយផ្លូវគឺបែបនឹងមានអារម្មណ៍ថាសប្បាយជាតិហ្មងបានធ្វើដំណើររកប្រាក់ជុំគ្នាអញ្ចឹងវីដេអូនេះ2ឆ្នាំហើយតែយើងធ្វើទុកជាអនុស្សាវរីយ៍លក្ខណៈថា memory ដើម្បីផ្ញើជូនមិត្តភ័ក្តិចាស់ៗអញ្ចឹងណាអូវែងមែនហេឡូអ្នកទាំងអស់គ្នានាំពេទ្យឡើងនៅភ្នំបងប្អូនតើតងកន្លែងហ្នឹងគឺយើងអាចជិះបានណាអញ្ចឹងដល់ពេលកន្លែងពិបាកគឺយើងដូចយើងនឹងចោះឲ្យជួយរុញគ្នាអញ្ចឹងអ្នកខ្លះដើរទៅមុខគាត់ពិបាកនឹងរុញអញ្ចឹងយើងអ្នកខ្លះគាត់ជួយរុញអីអញ្ចឹងណាអញ្ចឹងដំណើរកំសាន្តមួយហ្នឹងវាលាយឡំភាពសុវ័យនឹងជូរចត់មែនតើដំណើរកំសាន្តទៅក្នុងផ្សារបងដាឡងក្តៅហើយបងក្តៅហើយការដើរព្រៃត្បូងបងប្អូនចេះស្ងល់ពាក់ស្បែកជើងពេត្រូលឡើងភ្នំតាមពិតអត់សូវដឹងហើយលើកទី1ឡើងភ្នំលើកដំបូងឡើងក្នុងផ្សារឲ្យពាក់ពេត្រូហើយនេះជាសកម្មភាពយើងដើរជុំគ្នាថតវីដេអូលេងអីចឹងណាទុកជាអនុស្សាវរីយ៍ក៏ទៅមានន័យដែរតាវីដេអូ2ឆ្នាំហើយបានយើងផលិតដើម្បីរំលឹកអនុស្សាវរីយ៍2ឆ្នាំកន្លងមកដែលបានធ្វើដំណើររកប្រាក់ជុំគ្នាអញ្ចឹងណាហើយខ្ញុំក៏ដើរលក្ខណៈថាយើងឈឺជើងដែរព្រោះយើងអត់ដឹងអញ្ចឹងយើងមានតាមហ្នឹងតែអត់អីទេតោះមកវិញបានបែកកង់ក៏ទៅ fresh យើងដើរលេងខ្លះហ្នឹងហើយបន្ទាប់ពីយើងជិះគោយន្តហ្នឹងយើងក៏ដល់ជើងភ្នំអញ្ចឹងលក្ខណៈថារៀបនឹងដើរឡើងយើងក៏បានចុះមកនេះមិនមែនបែកកង់អង្គុយលេងដើរទៅមុខលេងរួចអស់ខ្យល់ដល់ហើយបងបាញ់ដើរដល់100ម៉ែត្របងបែកកង់បាញ់មានអារម្មណ៍បែបណាដែរបាយច្រឡំអ្នកមុខសម្រាប់អ្នកផ្សេងគាត់ដើរធម្មតាតែខ្ញុំដាក់វ៉ាន់ទៅច្រើនពេកលេងមានណាជួមតូចដុបជីហ្មងទៅភាពដើរទៅក្នុងផ្សារដើរលេងរួចយើងអាចជួមតូចដុបបានទៀតអូខេបងប្អូនបន្ទាប់ពីជិះតូដុបហើយដើរផងឡើងផងជួយរុញផងជិះតូដុបមានណាជួយរុញតូវិញឥឡូវយើងឡើងមកដល់លើយើងថតវីដេអូលេងទីវាលក្ខណៈ fresh ដែរអញ្ចឹងណាគេដើរគ្រប់គ្នាឯងមានណាជិះជួមតូដុបឆាប់ឡើងដោយសារយើងនេះរៀបចំកម្មវិធីអីចឹងណាខ្លាចរៀបចំអត់ទាន់ចឹងវិញយ៉ាប់ឡើងមុនឡើងមកនេះមកដល់ក្នុងសំពៅហើយ
បន្ទាប់ពីដែរហត់ដែរមកដល់លើអញ្ចឹងមកដល់មុនគេដោយសារជាមតោដុំអញ្ចឹងដាក់កៅអីអង្គុយលេងថតរូបកាន់ទង់ជាតិមានអារម្មណ៍ថា fresh មួយយ៉ាងដែរតានិយាយរួមមើលឃើញកន្លែងណាក៏ស្អាតដែរមានណាថតគ្រប់សកម្មភាពហ្មងវីដេអូឡើង full មានណាចេញដើរព្រៃលើត្បូងទៅណាក៏ Petro ដែរស្រឡាញ់ស្មើបេះដូងហើយឃើញទេសភាពស្អាតពេញថតពេញហ្នឹងហើយដើរលេងពេញហ្នឹងហើយទេសភាពនិយាយពីអែមមែនតើមកខៀវសង្ងាត់ជាតិហ្មងបានទៅដល់ហើយថតរូបដឹងតែកន្លែងណាក៏ជ្រុងណាក៏ស្អាតទៅចំខែ6អីចឹងណាខ្ញុំប្លង់កន្លែងហ្នឹងថតអត់ឈប់ដោយសារអត់មានទង់ជាតិអញ្ចឹងក៏សុកចិត្តយកទង់ជាតិថតដើរឡើងលេងបន្ថែមទៀតនិយាយរួមទៅខែ6ពេញស្អាតតែម្ដងនឹងទៅល្ងាចណារងចាំគេចេះថតលេងដល់ពេលមានណាគេមកដល់បានតិចភ្លៀងពេញនឹងតែអត់បានថតតែវីដេអូនឹងនៅណាពីឆ្នាំអីបើបានថតសកម្មភាពពេលភ្លៀងទៀតកាន់តែអែមហ្មងនិយាយរួមទេសភាពគឺអែមហួសហ្មងនៅហ្នឹងអញ្ចឹងបើបានទៅហើយចង់ទៅទៀតហ្មងរួមថតអស់ចិត្តកន្លែងផ្លូវហ្នឹងអញ្ចឹងកាន់ទង់ជាតិដើរឡើងលើឲ្យដើម្បីទៅថតអាទេសភាពនៅលើកាបូភ្នំអញ្ចឹងណាវាមើលទៅឡើងដល់លើបានមានភ្លៀងរ៉ែដល់ភ្លៀងតក់ហើយវាមានអាប់អីចឹងទៅឥឡូវគឺសកម្មភាពយើងដើរឡើងកាន់ទង់ជាតិប្រើហើយបន្ទាប់ពីយើងដើរយើងរត់ខ្លះដើរខ្លះអីចឹងទៅនេះវីដេអូកន្លែងហ្នឹងมันអាចបំភ្លេចបានទេវាជាអនុស្សាវរីយ៍មួយប្លែកម្យ៉ាងដែរដែលយើងទទួលបានបរិយាកាសល្អហើយនេះជាកពូភ្នំក្នុងផ្សារយើងដើរលេងដើម្បីទៅអង្គុយកន្លែងថ្មហ្នឹងកន្លែងហ្នឹងមានសេវា 4G អាចអង្គុយលេងហើយថតរូបស្អាតដល់ប្លង់មើលឃើញក្នុងសភៅហ្នឹងហើយបានអានសភៅខ្លះហើយកាន់ទង់ជាតិថតមេញូស្អាតហ្មងកន្លែងហ្នឹងទេសភាពហើយឃើញបងគាត់ដើរលើហ្នឹងក៏ថតឆ្លៀតថតលេងទៅសម្រាប់ទេសភាពចុះអាប់ពេលព្រឹកអូយជាតិតែម្ដងអើយអែមទេសភាពកន្លែងហ្នឹងក្នុងផ្សារកន្លែងគេសម្គាល់នេះខ្ញុំបានថតអូយញាក់សាច់ហ្នឹងពេលព្រឹកចុះអាប់មកទៅជានិយាយរួមប្លង់ណាក៏ឲ្យផតដែរសម្រាប់វីដេអូគេក៏ត្រូវតដាក់ដែរខោកសកម្មភាពខោកពេលព្រឹកអង្គុយលេងថតនេះអែមហួសមកកន្លែងហ្នឹងចុះអាប់នេះនោះដូចនៅលើមេឃមកចឹងមិនថាគេថានៅផ្ទះអត់សល់លុយតដែរអញ្ចឹងដើរលេងហ្មងទៅវាខនបាយជាងនិយាយរួមកន្លែងហ្នឹងស្អាតដែរគ្រប់ជ្រុងតែម្ដងនិយាយរួមពេញចិត្តមកដល់ពេលទៅកន្លែងណាក៏ចង់ថតដែរដើរទៅវិញទៅមកដើររហូតថតហើយដាក់សិតតែកម្រិត 4K កម្រិត60ទៀត full ពេញហ្នឹងហើយ256អញ្ចឹងទូរស័ព្ទហ្នឹងមានតែវីដេអូក្នុងផ្សារសតហ្មងទេសភាពវាស្អាតពេកអញ្ចឹងมันអាចថាត្រូវអត់ថតបានទេកាត់វីដេអូចុះឡើងភ្លេចកាត់អាមេអំបៅនេះវាមក switch ណាដើរឃើញ switch ចំយកឲ្យគាត់បាយជាអ្នកខ្លះទៀតចេះ switch ចេះអីណានៅក្នុងផ្សារហើយមកគូហ្មងអែមហួសហ្មងកន្លែងប្លង់ហ្នឹងហើយបន្ទាប់ពីឃើញមេអំបៅណាឃើញជនជាតិបរទេសនិងបងស្រីគាត់ switch ដល់ហើយនេះសិតតែអ្នកចូលរួមដំណើរកំសាន្តនេះបងតារាបងអីផាឌីអីហ្នឹងធ្លាប់ខ្ញុំកាលពីមុនគឺចងកាម៉ានៅក្បាលរហូតហ្នឹងហើយមានអារម្មណ៍ថា fresh ដើរទៅហើយដើរជុំគ្នាចឹងកាន់ទង់ជាតិចុះអាប់ពេញនឹងទេសភាពមានផ្កាយណានៅលើនឹងស្មៅខៀវហ្មងយីរំបើបងប្អូនទៅក្នុងផ្សារគឺទៅខែ6 recommend ឲ្យទៅតែមានគ្រប់រសជាតិទាំងភ្លៀងទាំងព្យុះទាំងអាប់ទាំងស្មៅយីរំមកពេញនឹងត្រូវការថតប្លង់ណាក៏បានដែរទេសភាពអែមហួសហ្មងទេសភាពគឺចង់ឲ្យយើងចង់ថតចង់ទៅលេងហ្មងនិយាយរួមបើសិនជាយើងមានអារម្មណ៍ថាវាក់ចិត្តយើងចំណាយពេលខ្លួនឯងមួយខែមួយថ្ងៃពីរថ្ងៃដើរលេងខ្លះទៅបើមិនបានទៅឡើងក្នុងផ្សារទៅការីរំអីចឹងទៅក៏មានអារម្មណ៍ថា fresh ដែរចឹងឆ្លៀតពេលសម្រាប់ខ្លួនឯងទៅអាហ្នឹងបដកក្តីសុខខ្លួនឯងដើរលេងដំណើរកម្សាន្តក៏ព្យាបាលផ្លូវចិត្តខ្លះដែរអាហ្នឹងយើងរកខ្លួនឯងឲ្យឃើញអាហ្នឹងហើយមើលទេសភាពយើងបានដើរជាក្រុមឬក៏2-3នាក់ឬក៏ម្នាក់ឯងក៏បានឲ្យយើងហ៊ានអីចឹងណាទេសភាពមិនអែមហ្មងហើយបន្ទាប់ពីយើងទៅគឺវាសល់អនុស្សាវរីយ៍ជាច្រើនហើយយើងចងចាំតែរឿងល្អរឿងវាក់ចិត្តយើងលុបចោលអស់ចឹងអញ្ចឹងណាពេលខ្លះដឹងថាជីវិតយើងវាជួបបញ្ហាច្រើនតែបើយើងនៅប្រវត្តិចិត្តទៀតវាល្អទេពេលយើងដើរលេងចែកមកដល់អាហារពេលព្រឹកនេះបបរជុំគ្នាអញ្ចឹងណាមកក្នុងផ្សារព្រលឹមឡើងត្រូវញ៉ាំអីអាហារពេលព្រឹកពេលធ្វើបបរជាមួយមាន់ស្រែអាគុំគឺលើកស្ទួយសហគមន៍លើកស្ទួយទៀតក៏បាយ
ហើយតើតើវីដេអូហ្នឹងគឺ2ឆ្នាំមុនហើយចឹងធ្វើទុកជាអនុស្សាវរីយ៍រំលឹកអនុស្សាវរីយ៍ចាស់ៗដែលបានដើររករ៉ាក់ជុំគ្នាចឹងណាចឹងក៏សូមអរគុណសម្រាប់ការតាមដានដល់ចប់